ឆ្នាំនេះទិញនៅខ្លួនឯងឆ្នាំក្រោយទិញឲ្យកូនបានជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះផ្ទះចល័តស្រុកសីសន្ធៅសូមមកបង្ហាញនៅប្រភេទផ្ទះមួយប្រភេទដែលមានទំហំ4ម៉ែត្រគុណនឹង9ម៉ែត្រជាប្រភេទផ្ទះទាបមានបន្ទប់ទឹកមានបន្ទប់គេងនេះជាការកំងរបស់បងប្រុសនៅខាងឃុំដូនកឹងស្រុកកំចៃមាខាងខេត្តព្រៃវែងឥឡូវនេះក្រុមការងារខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំបានរៀបចំរួចរាល់ហើយប្រភេទផ្ទះដែលមានទំហំ4ម៉ែត្រគុណនឹង9ម៉ែត្រជាប្រភេទផ្ទះទាបមានបន្ទប់គេងមានបន្ទប់នេះតម្លៃរបស់វា11100បងប្អូនតម្លៃរបស់វា11100ហើយបងប្រុសបងស្រីគាត់កំងយកកម្មចតា7កម្មចតា7កម្មហ្នឹងគាត់អាចដាក់តុកដាក់អីអង្គុយលេងបានប៉ុន្តែពេលចូលទៅក្រោមផ្ទះតើតាអោនណាបងប្អូនតើតាអោនខំទៅឥឡូវខ្ញុំនាំបងប្អូនមកមើលផ្នែកខាងលើនៃប្រភេទផ្ទះដែលមានទំហំ4ម៉ែត្រគុណនឹង9ម៉ែត្រនេះទាំងអស់គ្នាបងប្អូនគឺផ្នែកខាងមុខគាត់យកវេរណ្ដា2ម៉ែត្រហើយបន្ទាប់ពីវេរណ្ដាហ្នឹងទៅសាច់ផ្ទះ7ម៉ែត្រហ្នឹងគឺគាត់ខណ្ឌជាបន្ទប់មួយហើយនឹងមានបន្ទប់ទឹកនៅខាងក្នុងហ្នឹងឥឡូវខ្ញុំនាំបងប្អូនទៅមើលផ្នែកបន្ទប់នៅខាងក្នុងទាំងអស់គ្នាបងប្អូនគឺយើងចូលពីវេរណ្ដាហ្នឹងមកមានកន្លែងទទួលភ្ញៀវមួយដែលមានទំហំ3ម៉ែត្រគុណនឹង4ម៉ែត្រវាល្មមសមរម្យណាបងប្អូនល្មមសមរម្យយើងអាចអង្គុយលេងមើលទូរទស្សន៍ហើយតាំងលម្អរូបភាពរូបអីចឹងដូចគាត់ចឹងក៏រៀងតំណងដែរបងប្អូនរៀងតំណងដែរកន្លែងទទួលភ្ញៀវហ្នឹង3ម៉ែត្រគុណនឹង4ម៉ែត្ររៀងធំទលាយល្មមសមរម្យហើយបងប្អូនហើយគាត់មានបន្ទប់ហើយមានបន្ទប់ទឹកទៀតអញ្ចឹងផ្ទះ4ម៉ែត្រគុណនឹង9ម៉ែត្រយើងអាចធ្វើជាលក្ខណៈកន្លែងទទួលភ្ញៀវយ៉ាងបានហើយយើងចូលពីកន្លែងទទួលភ្ញៀវហ្នឹងទៅយើងទៅដល់សាច់បន្ទប់របស់កូនស្រីរបស់គាត់ណាបងប្អូនបន្ទប់របស់កូនស្រីរបស់គាត់គឺនៅខាងស្ដាំដៃហ្នឹងយើងចូលទៅបន្ទប់ហ្នឹងរៀងតូចល្មមទេបងប្អូនរៀងតូចល្មមទេយើងសម្រាប់តែដាក់ខែបានមួយសមាជិករស់នៅបានម្នាក់2នាក់អញ្ចឹងណាបងប្អូនគឺទំហំវា3ម៉ែត្រគុណនឹង2ម៉ែត្រ8ទឹកទេហ្នឹងយើងធ្វើជាលក្ខណៈបន្ទប់សម្រាប់គេងក៏បានយើងធ្វើសម្រាប់ដាក់សម្ភារៈអីក៏បានបោះសំខាន់អីក៏បានដែរហើយយើងមកដល់ខាងក្រោយហ្នឹងគឺមានបន្ទប់ទឹកមួយបងប្អូនបន្ទប់ទឹកហ្នឹងគឺទំហំ1ម៉ែត្រ2គុណនឹង2ម៉ែត្រជាប់នឹងបន្ទប់ទឹកហ្នឹងគឺមានទ្វារក្រោយមួយហើយគាត់ដាក់ចតាទៅក្រោយហ្នឹងចតាហ្នឹងអស់300បងប្អូនអស់300ទៀតបើសិនជាយើងដាក់តែទ្វារយើងអត់ដាក់ចតាទេអត់អស់លុយបន្ថែមទេអញ្ចឹងខ្ញុំបង្ហាញជូនបងប្អូនប៉ុណ្ណឹងຂະຫນាត4ម៉ែត្រគុណនឹង9ម៉ែត្រហ្នឹងបងប្អូនប្រហែលជាមើលទៅអាចនឹងយល់ខ្ញុំនិយាយដឹងគ្រប់ប្រលុកលៀតអស់ហើយគឺវេរណ្ដាខាងមុខ2ម៉ែត្រចូលទៅមានបន្ទប់ទទួលភ្ញៀវចូលបន្តទៅទៀតគឺមានបន្ទប់គេងហើយចូលទៅទៀតគឺមានបន្ទប់ទឹកហើយនឹងមានទ្វារក្រោយមួយអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណសូមជួយ like ជួយ share ផងបងប្អូន